នេះគឺជារបៀបដែលយើងអាចធ្វើការបង្កើតរូបថត AI នៅក្នុង Studio បែបនេះដែលយើងអាចធ្វើការយកមកប្រើបានហើយដើម្បីយើងអាចធ្វើវាបានគឺយើងត្រូវការមានតែកម្មវិធី Google Gemini តែប៉ុណ្ណោះហើយថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញជូនអ្នកនរគ្នានៅលើទូរស័ព្ទដៃផ្ទាល់តែម្ដងអញ្ចឹងយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាដើម្បីយើងអាចចាប់ផ្ដើមធ្វើបានគឺយើងត្រូវមានជាមួយនឹងកម្មវិធី Google Gemini ចំពោះ Redmi 15នៅលើដៃរបស់ខ្ញុំនេះមានការ collab ជាមួយនឹង Gemini ស្រាប់អញ្ចឹងយើងគ្រាន់តែចុចប៊ូតុង lock នេះឲ្យជាប់គឺ Gemini វានឹង pop up នៅខាងក្រោមហ្នឹងដែលយើងអាចធ្វើការប្រើប្រាស់បានហើយបន្តមកទៀតគឺយើងបើកចេញផ្ទាំងមួយនេះគឺយើងត្រូវការ upload រូបភាពរបស់យើងហើយខ្ញុំពិតជា recommend ឲ្យអ្នកនរគ្នាប្រើជាមួយនឹងរូបណាដែលវាចាប់មុខរបស់យើងពេញអញ្ចឹងឥឡូវខ្ញុំ upload រូបភាពរបស់ខ្ញុំចូលសិនខ្ញុំយករូបភាពមួយនេះបន្តមកទៀតបើសិនជាអ្នកនរគ្នាចង់ធ្វើដូចរូបដែលខ្ញុំបានបង្ហាញអ្នកនរគ្នាមុននឹង 100% ហ្មងអ្នកនរគ្នាអាចធ្វើការផាស prompt មួយនេះចូលចាំខ្ញុំទុកឲ្យនៅក្នុង comment ប៉ុន្តែអ្នកនរគ្នាក៏អាចធ្វើការផ្លាស់ប្ដូរបានដែរឧទាហរណ៍ថាសម្រាប់ពណ៌សម្រាប់អីនៅខាងក្រោយនេះបើសិនជាយើងចង់បានពណ៌ខៀវឬក៏ចង់បានក្រហមអីគឺយើងអាចធ្វើការផ្លាស់ប្ដូរកន្លែងហ្នឹងបានទៅតាមតម្រូវការរបស់យើងជាក់ស្ដែងបើសិនជាអត់មានអីដែលផ្លាស់ប្ដូរទេយើងអាច copy យកទៅប្រើហ្មងក៏បានដែរអញ្ចឹងនៅពេលដែលយើងធ្វើការផាសរួចរាល់ហើយគឺយើងគ្រាន់តែចុច send នោះ Google Gemini វានឹងធ្វើការបង្កើតជារូបភាពហ្នឹងមកឲ្យយើងឥឡូវនេះគឺវាកំពុងតែធ្វើការ generate ហើយអញ្ចឹងក្នុងរំពេលរងចាំនេះខ្ញុំចង់ប្រាប់អ្នកនរគ្នាអំពីទូរស័ព្ទដែលខ្ញុំកំពុងតែប្រើនៅលើដៃនេះគឺជា model Redmi 15ចាំតិចទៀតចាំខ្ញុំប្រាប់លម្អិតអំពីទូរស័ព្ទមួយគ្រឿងនេះព្រោះអីទូរស័ព្ទមួយនេះមានតម្លៃល្អហើយមានមុខងារមួយចំនួនក៏ដូចជា spec មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ទៀតអញ្ចឹងឥឡូវយើងមើលជាមួយនឹងលទ្ធផលដែលយើងទទួលបានអំពីរូបភាពនេះសិនហើយចាំខ្ញុំប្រាប់លម្អិតអំពីទូរស័ព្ទមួយនេះជូនទៅកាន់អ្នកទាំងអស់គ្នាដំបូងបំផុតខ្ញុំចង់និយាយអំពីការ design របស់ទូរស័ព្ទមួយនេះគឺឃើញថាវាលាតស្អាតសាមញ្ញងាយស្រួលក្នុងការចាប់កាន់ចំណុចលេចធ្លោជាងគេនៅលើទូរស័ព្ទមួយគ្រឿងនេះគឺទំហំថ្មដែលវាបំពាក់មកជាមួយនឹងថ្មទំហំ 7000 មីលីអាំពែម៉ោងដែលប៉ុណ្្នឹងគឺធំខ្លាំងមែនតើខ្ញុំបានធ្វើការសាកតាំងពីនៅភ្នំពេញហើយខ្ញុំបានយកមកប្រើដល់កំពង់សោមនេះរយៈពេល2ថ្ងៃគឺអត់ទាន់អស់ថ្មទេខ្ញុំសាកតែម្ដងខ្ញុំប្រើប្រាស់ទៅលើការ call ទៅលើការប្រើប្រាស់ social media ការប្រើប្រាស់ FCC គឺនៅតែមានថ្មសម្រាប់ប្រើប្រាស់ធម្មតាហើយវាប្រើប្រាស់ជាមួយនឹងកម្លាំងសាក fast charging 33 វ៉ាត់ផងដែរអញ្ចឹងយើងធ្វើការសាកថ្មទៅមកផ្លែតគឺយើងអាចធ្វើការពេញថ្មយើងអាចយកទៅប្រើប្រាស់បានបន្តទៀតចង់បញ្ជាក់អ្នកនរគ្នាដែរចំពោះទូរស័ព្ទនេះក៏មានជាមួយនឹង reverse charging ទំហំ18វ៉ាត់ដែលយើងអាចធ្វើការសាកទៅកាន់កាសរបស់យើងជាដើមអ្នកនរគ្នាចំពោះទំហំអេក្រង់របស់ទូរស័ព្ទមួយគ្រឿងនេះគឺមានទំហំរហូតដល់ 6.9 អ៊ីនគឺវាធំខ្លាំងមែនតើដឹងតែត្រូវចិត្តអ្នកដែលគាត់ចូលចិត្តមើល social media មើលវីដេអូអីជាដើមហើយចំពោះកម្រិត refresh rate វិញគឺរហូតដល់ 144Hz ដែលយើងអាចធ្វើការ scroll បានយ៉ាង smooth តែម្ដងបើសិនជាយើងនិយាយពីភាពធន់របស់ទូរស័ព្ទមួយគ្រឿងនេះវិញគឺវាបំពាក់មកជាមួយនឹង Apple ការពារទឹកនិងធូលី IP64 ដែលវាអាចធ្វើការការពារទៅលើការចូលទឹកការពារទៅលើការប្រើប្រាស់នៅក្រោមទឹកភ្លៀងអីគឺយើងចាំបាច់បារម្ភទេទោះបីជាវាធ្លាក់អីគឺអត់មានបញ្ហាទេអញ្ចឹងបើសិនជាយើងដើរកាត់មេឃភ្លៀងអីយើងនៅតែអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទមួយនេះធម្មតាហើយខ្ញុំក៏បានធ្វើការតេស្តផ្ទាល់គឺវាពិតជាអត់មានបញ្ហាមែនអូខេអ្នកនរនេះបើសិនជាយើងនិយាយពីកាមេរ៉ានៅលើទូរស័ព្ទមួយនេះវិញនៅខាងក្រោយគឺមានទំហំ50 megapixel aperture f1.8 ហើយនឹងយើងអាចធ្វើការប្រើប្រាស់សម្រាប់ថតវីដេអូនៅក្នុងកម្រិត 1080 frame ផងដែរចំពោះកាមេរ៉ានៅខាងមុខវិញគឺមានទំហំ8 megapixel ដើម្បីឲ្យយើងប្រើប្រាស់ក្នុងការថត selfie ហើយទាំងនេះគឺជាគុណភាពរូបភាពហើយនិងវីដេអូដែលខ្ញុំបានធ្វើការថតចេញពីទូរស័ព្ទមួយគ្រឿងនេះបើសិនជាយើងនិយាយអំពី spec របស់ Redmi 15នេះគឺបំពាក់មកជាមួយនឹង powerful Snapdragon 685 RAM 8GB បូកនឹង 8GB storage 128GB ហើយចំពោះទូរស័ព្ទនេះគឺដំណើរការនៅលើ Xiaomi HyperOS ផ្អែកទៅលើ Android 15ផងដែរចំពោះទូរស័ព្ទមួយនេះទោះបីជាវាជាប្រភេទកម្រិតថវិកាមែនប៉ុន្តែវានៅតែមានជាមួយនឹងមុខងារ security ដែលយើងអាចធ្វើការជ្រើសរើសបានរហូតដល់3 option ផងដែរបន្ថែមពីនឹងទៀតចំពោះទូរស័ព្ទនេះគឺអាចធ្វើការប្រើប្រាស់បាន SIM រហូតដល់2ផងដែរបើសិនជាយើងនិយាយពីផ្នែកសំឡេងវិញទូរស័ព្ទនេះគឺអាចបើកបានរហូតដល់ 200% អញ្ចឹងយើងអាចធ្វើការប្រើប្រាស់វាសម្រាប់ស្ដាប់បាននៅពេលដែលមានការជួបជុំជាដើមបើយើងនិយាយពីពណ៌របស់ទូរស័ព្ទមួយនេះវិញគឺមាន3ពណ៌ដែលយើងអាចធ្វើការជ្រើសរើសទៅតាមពណ៌ដែលយើងស្រឡាញ់បានអូខេអ្នកនរនេះអញ្ចឹងចំពោះវីដេអូថ្ងៃហ្នឹងតាក់ទងជាមួយនឹង Redmi 15គឺយើងមានប៉ុណ្ណឹងសង្ឃឹមថាអ្នកនរនេះចូលចិត្តវីដេអូមួយនេះហើយអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត